ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាគឺរបៀបឆែកមើលអត្រាប្តូរប្រាក់លើពិភពលោកទោះបីជាប្រទេសណាក៏មានដែរបងប្អូនគឺមានទូទាំងពិភពលោកតែម្ដងបាទហើយងាយស្រួលសម្រាប់បងប្អូនទាំងអស់គ្នាគឺបងប្អូនចង់មើលប្រទេសណាក៏បានដែរហើយកម្មវិធីនេះគឺมันមានអស់លុយអីទេគឺកម្មវិធី free នៅក្នុង Play Store ក៏បាននៅក្នុង App Store ក៏បានបាទអញ្ចឹងដើម្បីដឹងថាតើកម្មវិធីអីដែលអាចដឹងថាអត្រាប្តូរប្រាក់នៅលើពិភពលោកគ្រប់ប្រទេសទាំងអស់នោះមានអីខ្លះបាទឥឡូវយើងចូលទៅកាន់ Play Store បងប្អូនគ្នាបាទចូលទៅកាន់ Play Store មកបាទបន្ទាប់មកគឺបងប្អូនចូលទៅលើបប search បងប្អូនវាពាក្យថា currency converter នេះបងប្អូនយើងវាពាក្យថា currency converter បាទអញ្ចឹងយើងវាយហើយយើងចុច enter មកយើងចុច search មកបងប្អូនសូមដាក់រកកន្លែងមួយនេះគេដាក់ថាcurrency converter offline នេះបងប្អូនចុចដល់មក currency converter offline បាទអញ្ចឹងបងប្អូនចុច install កម្មវិធីនេះចូលទៅក្នុងទូរស័ព្ទដៃរបស់បងប្អូនមកដោយសារតែខ្ញុំមានហើយបងប្អូននេះខ្ញុំបាន install វាហើយនៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំបាទអញ្ចឹងយើងចូលទៅកាន់កម្មវិធីនេះតែម្ដងបាទអញ្ចឹងពេលដែលបងប្អូនបើកមកគឺឃើញអញ្ចឹងបងប្អូនឃើញនឹងស្រាប់ហើយមានដុល្លារនៅលើលុយថៃនៅក្រោមឬក៏បងប្អូនដាក់លុយខ្មែរនៅលើក៏បានដែរនេះដាក់មកទស្សជាតិនេះselectមកហើយខាងក្រោមយើងដាក់ដុល្លារក៏បានដែរយើងបដូរតាមចិត្តគឺបដូរចង់បដូរលុយអីក៏បានដែរបើថាយើងចង់លុយខ្មែរបដូរលុយខ្មែរទៅជាដុល្លារចង់ថាយើងសេ4000វានឹងដាក់ឲ្យ1ដុល្លារឲ្យដល់យើងថែមួយទៀត400000ហ្នឹងគឺអត់បាន100ទេបងប្អូនគឺបាន99.96នៅតាមពិតទៅវាខុសគ្នាបន្តិចបន្តួចទេគឺយើងអាចទទួលយកបានឥឡូវឧទាហរណ៍ថាបងប្អូនចង់ដាក់ដុល្លារទៅលើបងប្អូនចុចកន្លែងហ្នឹងមកហើយទាញដុល្លារមកលើម្ដងលុយខ្មែរនៅក្រោមហ្នឹងអញ្ចឹងយើងលុបវាចេញមកបាទអញ្ចឹងយើងចង់ដាក់ដុល្លារដាក់ថា4ដុល្លារអញ្ចឹងយើងគិតចំណុចខ្មែរវាលើខ្ទុយបន្តិចចឹងបងប្អូនឥឡូវយើងគិតថាយើងដាក់2ដុល្លារតិចស្រួលស្ដាប់ស្រួលមើលអញ្ចឹង2ដុល្លារមកគឺមាន8000កតុយបន្តិចបាទអញ្ចឹងបងប្អូនចង់បដូរដាក់លុយខ្មែរខាងលើក៏ម្ដងហើយខាងក្រោមនេះបងប្អូនចង់ដាក់លុយថៃក៏បានដែរនេះលុយថៃបាទអញ្ចឹងលុយថៃលុយខ្មែរ4000រៀលស្មើប្រហែលលុយថៃបាទគឺស្មើប៉ុណ្ណេះហើយយើងថែម02ទៀត40000លុយថៃបដូរបាន3000ជាងអញ្ចឹងបងប្អូនឥឡូវយើងមិនដាក់លុយហ្នឹងទេលុយថៃយើងអាចបដូរទៅលុយអីផ្សេងទៀតឧទាហរណ៍ថាលុយជប៉ុននេះជប៉ុនចិនបងបាទលុយអីបាទជប៉ុនទេបងប្អូនមើលនេះក្រែងជើងនេះគេដាក់មើលលុយចិនអត់ដល់យើងឆាយនេះចិនអញ្ចឹងអត់ដល់4000ខ្មែរស្មើលុយចិនប្រហែលមក 7.14 អញ្ចឹងបងអត់ដល់40000លុយចិនស្មើប្រហែលអញ្ចឹងនៅថាលុយចិនហ្នឹងថ្លៃគួរសមដែរបងអញ្ចឹងយើងអាចដូរលុយចិនទៅដាក់លុយការ៉េខាងត្បូងដល់បាទអញ្ចឹងយើងចាំមើលថាលើ4000ខ្មែរយើងស្មើប្រហែល4000ខ្មែរយើងស្មើនឹង1រៀលស្មើនឹង1355អញ្ចឹងគឺថ្លៃគួរសមដែរបងប្អូនបាទអញ្ចឹងយើងអាចបដូរខាងលើនេះកន្លែងខ្មែរនេះយើងអាចបដូរមកUnited States ក៏បានបាទហើយខាងក្រៅយើងអាចបដូរទៅដាក់ប្រទេសណាផ្សេងទៀតបងប្អូនចង់ដូរឧទាហរណ៍ថាដាក់វៀតណាមម្ដងបាទឥឡូវselectដាក់វៀតណាមនេះវៀតណាមបងប្អូនបាទចុចដាក់វៀតណាមម្ដងហើយយើងដាក់មក1ដុល្លារអាមេរិកស្មើប្រហែល1ដុល្លារអាមេរិកស្មើ20000ជាងបងប្អូនចាយស្រួលដល់ហើយបាទនេះគឺជាអត្រាប្តូរប្រាក់ដែលបងប្អូនអាចមើលបាន
ទូទាំងពិភពលោកអញ្ចឹងបងប្អូនចូលមកគឺមានគ្រប់ប្រទេសតែម្ដងបងប្អូនណាប្រទេសណាក៏មានដែរបាទហើយខាងលើនេះគឺចឹងដែរបងប្អូនអាចរើសប្រទេសណាក៏មានដែរគឺពេញនឹងតែម្ដងបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាបងប្អូនដែលត្រូវការមើលអត្រាប្តូរប្រាក់លើពិភពលោកងាយស្រួលដោយមិនចាំបាច់បាក់ច្រើនបងប្អូនអាច download app ហ្នឹងទៅគឺបងប្អូនអាចប្រើបានអញ្ចឹងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយ